អ្នកដែលមានសិលហ្នឹងណាឲ្យទានក៏បានបន់ច្រើនណាស់ហើយចម្រើនសមថៈចម្រើនវិបស្សនាអីហ្នឹងគឺសម្រាប់បានដោយមានសិលហ្នឹងហ្មងទៀតព្រោះសិលនាំឲ្យមានបេតិបាមកជាទៅមានបស្សទ្ធិស្ងប់នាំឲ្យមានសុខៈជាបតតឋាននៃសមាធិរួចទៅយថាភូតញ្ញាណទេសនៈធម្មសោតៈគឺវិបស្សនាបានដល់នៅធម្មសោតហ្នឹងគឺដោយសារមានសិលនេះឯងទាំងដែលជាអានិសង្សអញ្ចឹងគឺប្រៃលែងណាស់ណែអ្នកដែលឲ្យទានមានសិលខុសគ្នាទាំងខុសគ្នាពីអ្នកដែលឲ្យទានដោយអត់សិលអាដែលលើកមុនហ្នឹងសំដែងពីអ្នកទទួលអត់សិលឬមានសិលឥឡូវនេះគឺនិយាយពីរឿងអ្នកឲ្យខ្លួនឯងហ្នឹងមានសិលឬអត់សិលខុសគ្នាច្រើនមែនទែនចឹងនៅក្នុងមច្ឆរិសូត្រកណាបេដកលេខ29ហ្នឹងហើយបន្តពីសព្ភិសូត្រមកហ្នឹងទេវតាពោលខាងដើមមកដល់ខាងចុងព្រះអង្គទ្រង់ប្រកាសសម្ដែងថាបរោះនឹងឯងអត់មានសិលទេបៀតបៀនអ្នកដទៃឲ្យទុកឲ្យលំបាកណានៃប៉ុន្តែពេលមួយគឺថានាំគ្នាធ្វើទានម្នាក់1000កហបណៈស្មើនឹង60តម្លឹងមាសសុទ្ធហើយមួយសែនអ្នកណោះគុណចាស់ចាំគុណមើលទៅឃើញមាសប្រមាណដឹកអតេះគោប្រមាណគីឡូប្រមាណតោនម្នាក់60តម្លឹង60តម្លឹងហ្នឹងវាដល់ប្រមាណជាង2គីឡូហើយដឹងហី60តម្លឹងណាប៉ុណ្ណាមួយតម្លឹងណា1គីឡូប្រមាណតម្លឹងដូចជាង20តម្លឹង1គីឡូប៉ុណ្ណាហើយឥឡូវនិយាយថាម្នាក់2គីឡូទៅចុះអាហ្នឹងយ៉ាងតិចហើយមួយសែនអ្នកហើយគុណមើលឃើញប្រមាណតោនគុណណាបើមែនទេគុណចាស់ហ្នឹងហើយមើលអត្ថកថាថែមទៀតហ្នឹងហើយបានអ្នកដែលអត់មានសិលប៉ុន្តែឲ្យទានប៉ុណ្ណឹងឲ្យបូកសរុបបុណ្យរបស់បរោះមួយសែនអ្នកហ្នឹងណាមិនស្មើនឹង1/100នៃអ្នកដែលមានសិលតែម្នាក់ឲ្យទានសូម្បីតែរបស់បន្តិចបន្តួចអស់ចាទេទេណាចឹងមើលនិយាយអំពីមួយសែនអ្នកហ្នឹងណាហើយឲ្យមាសម្នាក់មក2គីឡូជាងគឺថា1000កហបណៈសរុបបុណ្យរបស់បរោះមួយសែនហ្នឹងទៅសរុបទៅណាមិនបាន1/100នៃបុណ្យរបស់អ្នកមានសិលសូម្បីតែម្នាក់ដែលឲ្យទាននៅរបស់បន្តិចបន្តួចហើយរបស់បន្តិចបន្តួចហ្នឹងលោកលើកថាសូម្បីតែស្លឹកឈើមកក្តាប់ដែលឲ្យទៅជាថ្នាំឬជាបន្លែហូបគ្នាសបើមែនទេណាដូច្នេះគឺទានរបស់អ្នកដែលអត់មានសិលបៀតបៀនអ្នកដទៃឲ្យទុកឲ្យលំបាកដល់នៅសេចក្តី